សូមស្ដាប់ឲ្យបានច្បាស់សេតាវិមានមិនអនុញ្ញាតឲ្យថៃប្រើអាវុធអាមេរិកទៅបង្កជំនួសជាតិដាច់ខាតដល់ពេលដែលលោកប្រធានាធិបតីដូណាល់ត្រាំប្រមូលក្រុមហ៊ុនអាមេរិកចេញពីថៃហើយនៅពេលនេះវីរៈកងទ័ពកម្ពុជាទាំង18នាក់ត្រូវតែដោះលែងមកវិញជាបន្ទាន់យើងលែងយកយល់ជាមួយនឹងតួអង្គចិត្តអាក្រក់ទៀតហើយទាំងនេះគឺជាសម្ដីរបស់លោក Michael B. Avaro ដែលបានបញ្ជាក់ថាកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងបញ្ហាពាណិជ្ជកម្មមិនមែនជាបញ្ហាដាច់ដោយឡែកពីគ្នាដោយដែលថៃបានអះអាងនោះទេខាងក្រោមនេះគឺជាសម្រងសម្ដីទាំងស្រុងរបស់លោក Michael B. Avaro ដែលជម្រាបជូនទៅភាគីថៃឲ្យបានដឹងកាលពីយប់មិញយ៉ាងដូចនេះថាកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃមិនមែនជាបញ្ហាផ្សេងដាច់ដោយឡែកទេពាណិជ្ជកម្មសន្តិសុខនិងស្ថិរភាពតំបន់សុទ្ធតែភ្ជាប់ជាមួយគ្នាសហរដ្ឋអាមេរិកមិនអនុញ្ញាតឲ្យអាវុធនិងបច្ចេកវិទ្យាដែលអាមេរិកផ្គត់ផ្គង់ទៅដល់ថៃសង្ហបុរីកូរ៉េខាងត្បូងនិងអ៊ីស្រាអែលត្រូវបានប្រើប្រាស់សម្រាប់បង្កឲ្យតំបន់អស្ថិរភាពនោះឡើយកម្ពុជាគឺជាដៃគូដ៏គួរឲ្យទុកចិត្តបាននៅក្នុងការផ្គត់ផ្គង់ធាតុរ៉ែសំខាន់ៗសម្រាប់តម្រូវការនៃវិស័យការពារជាតិរបស់អាមេរិករីឯថៃមិនមែនទេមិនមែនឡើយបាននៅតែបន្តឈ្លានពានគេមិនគោរពកិច្ចព្រមព្រៀងសន្តិភាពនោះឥឡូវនេះដល់ពេលដែលត្រូវនាំឧស្សាហកម្មត្រឡប់មកទឹកដីអាមេរិកមកវិញហើយគ្រឿងបន្លាស់ Ford F150 កាមេរ៉ាប្រព័ន្ធបោះពុម្ពផ្លាស្ទិកនិងសូម្បីតែម៉ាស៊ីនឆុងកាហ្វេ Gorex ដែលផលិតនៅថៃត្រូវតែយកត្រឡប់មកឲ្យកម្មករអាមេរិកវិញលោកប្រធានាធិបតីដូណាល់ត្រាំពិចារណាឡើងវិញអំពីកិច្ចពាណិជ្ជកម្មជាមួយនឹងថៃគឺជារឿងត្រឹមត្រូវគណៈពេលដែលគណៈបកឃីវនៅមានអំណាចនិងបន្តបដិសេធសន្តិភាពអាមេរិកគ្រប់គ្រងសន្តិភាពអាមេរិកគ្រប់គ្រងឯករាជ្យភាពហើយអាមេរិកឈរជាមួយនឹងដៃគូដែលបដិសេធអធិបុលខាងក្រៅហើយដៃគូទាំងអស់នោះមានដូចជាកម្ពុជាកូរ៉េខាងត្បូងនិងប្រទេសទាំងអស់ដែលជ្រើសរើសឯករាជ្យភាពលោក Michael B. Avaro បានសរសេរសារជម្រាបថៃឲ្យបានជ្រាបយ៉ាងដូចនេះបន្ទាប់ពីលោកអានូទីននិងមន្ត្រីក្រមអាវ៉ាត់របស់លោកបានលើកឡើងដដែលថាកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាមិនពាក់ព័ន្ធនឹងបងធំអាមេរិកផ្អាកការចរចាគយជាមួយនឹងថៃនោះឡើយនាយករដ្ឋមន្ត្រីថៃលោកអានូទីនឆានវរៈគោលកាលពីថ្ងៃទី16ខែវិច្ឆិកាបានបញ្ជាក់ថាសហរដ្ឋអាមេរិកមិនភ្ជាប់ការផ្អាកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃទៅនឹងការចរចាពាណិជ្ជកម្មជាមួយនឹងថៃនោះទេហើយក្រោយមកក្រសួងពាណិជ្ជកម្មថៃបានចេញមកបញ្ជាក់បន្ថែមថាការចរចាពុតរវាងថៃនិងអាមេរិកគឺនឹងដំណើរការឡើងវិញតាមការវិភាគដើមនោះនៅក្នុងសារដាច់ដោយឡែកមួយទៀតលោក Michael B. Avaro ក៏បានលើកឡើងយ៉ាងដូចនេះផងដែរថាវរៈកងទ័ពកម្ពុជាទាំង18រូបដាច់ខាតត្រូវតែដោះលែងមកវិញជាបន្ទាន់បើមិនដូច្នោះទេលោកប្រធានាធិបតីដូណាល់ត្រាំនឹងមិនឲ្យមកអង្គុយចរចាពាណិជ្ជកម្មជាមួយនោះឡើយយើងលែងយកយល់ជាមួយនឹងតួអង្គអាក្រក់ទៀតហើយអាមេរិកដាច់ខាតត្រូវតែទទួលការគោរពឡើងវិញកាលពីចុងសប្តាហ៍អតីតជំនួយការក្រសួងការបរទេសថៃម្នាក់ដែលមានឈ្មោះថា Rascha Liandra បានលើកឡើងផងដែរថាលោកអនុទានកំពុងតែបំផ្លាញជាតិហើយដោយសារតែលោកខ្វះចំណេះដឹងខាងគោលនយោបាយការបរទេសហើយខំប្រឹងតែផ្គប់ចិត្តអ្នកដែលជ្រើសជ្រួលតាមបណ្ដាញទំនាក់ទំនងសង្គមរីឯអ្នកកាសែតជើងចាស់ម្នាក់ដែលមានឈ្មោះថា Bravit ក៏បានលើកឡើងថាដោយសារតែលោកអនុទានហ៊ានបោះសម្ដីដាក់មកធំនឹងហើយទើបលោកដូណាល់ត្រាំប្រកាសផ្អាកចរចាពាណិជ្ជកម្មរហូតធ្វើឲ្យមានការជ្រួលច្របល់នៅថៃកាលពីចុងសប្តាហ៍